ហើយអាកូនមនុស្សមួយនេះកើតមិនទាន់បាន2ឆ្នាំផងហ្នឹងគេកក់សក់ខ្លួនឯងអីណាហើយកាលមុនមួយទឹកបដាដេកលក់បដាហ្នឹងមិនឥឡូវចេះលឿនមែនធ្វើហឹកដូចខ្លួនឯងហ្នឹងកន្លោះអញ្ចឹងអាយុមិនទាន់មកខួបកន្លះផងចេះមួយទឹកកក់សក់ខ្លួនឯងស្អីណាទេនេះសាប៊ូត្រូវចិត្តកាលពីមុនក៏ប្រើ organic ground ដល់ពេលឥឡូវយើងធំក៏នៅតែប្រើ organic ground ហ្នឹងតាមអូនបរិបូរតាំងទៅកើតរហូតដល់ឥឡូវសក់កាត់បាន2អាទិត្យទេហើយយូរទៅឡើងចង់ចេញពណ៌ទងដែងមកយល់ទេនេះអូនបរិបូរប្រើសាប៊ូ organic ground Top to Toe Wash ហ្នឹងតាំងពីទូចឥឡូវមិនទាន់ធំប្រហែលដែរប៉ុន្តែប្រើតាំងពីតឹមកើតមកម៉ែឥឡូវអូនចង់ប្រាប់ថាអូនអាយុ1ឆ្នាំហើយដែរអូន1ឆ្នាំហើយប៉ុន្តែមួយឆ្នាំចិត្តកន្លះហើយចេះកក់សក់ខ្លួនឯងខ្ញុំហួសចិត្តកូនខ្ញុំដល់ហើយប្រាប់ថាតោះកក់សក់នេះគេកក់សក់ចេះអេះក្បាលខ្លួនឯងអីណាហើយសាប៊ូកក់សក់ organic ground នេះយើងអត់បារម្ភខ្លាចថាកាហាយភ្នែកពេលចូលភ្នែកកូនអីទេហើយមិនធំតែកក់សក់អីដុសខ្លួនក៏បានដែររួមទៅផលិតផល organic ground ខ្ញុំប្រើសឹងគ្រប់មុខអត់ដូចជាអត់មានចន្លោះផលិតផលណាមួយទេពួកអីខ្ញុំក៏ប្រើផ្ទាល់ខ្លួនកូនក៏ប្រើប្តីខ្ញុំក៏ប្រើប្តីខ្ញុំនេះស្រឡាញ់ជាងគេប្រេង organic ground និង Cather cream ហើយបើ sunscreen នេះវិញពេលទៅសមុទ្រម្ដងខ្ញុំស្រឡាញ់ស្បែកក្មេងកូរ៉េនឹកស្មានថាដល់ពេលប្រើទៅមានអីអូនបរិបូរស្បែកចេញមករបៀបដូចកូរ៉េអូប៉ាដែរតាហើយម៉ែដឹងហេតុអីបានជាខ្ញុំចូលចិត្តប្រើ organic ground ឲ្យកូននេះសារតែគ្រប់ផលិតផល organic ground ទាំងអស់វាជាប្រភេទ organic វាអត់មានក្លិនទេកុំរំពឹងតែសាប៊ូនេះមានក្លិនអត់មានក្លិនទេដុសទៅស្បែកកូនល្អមែនតើខ្ញុំធ្លាប់ប្រើមកគឺសាប៊ូនេះគឺខ្ញុំពេញបេះដូងជាងគេមុខមនុស្សធំយើងក៏ល្អដែររួមទៅផលិតផលរបស់ organic ground ហ្នឹងផលិតផលរបស់កូរ៉េហ្នឹងល្អមែនប្រើឲ្យកូនតាំងពីតូចមើលឃើញតាំងពីញ៉ាមកដល់ឥឡូវក៏នៅតែប្រើជាប់ដែរខ្ញុំចង់ប្រាប់ថាម៉ែមានផ្ទៃពោះបើកូនឲ្យទឹកដោះ skin care ប្រើមិនបាននឹងប្រើទៅស្បែកក្មេងក៏ត្រូវស្បែកមនុស្សធំក៏ត្រូវដែរមិនថាផលិតផលមួយណារបស់ organic ground នេះគឺយើងអាចប្រើបានទាំងអស់ហើយសុវត្ថិភាពមិនបារម្ភខ្លាចថាមានការប៉ះពាល់ដល់កូនឬមួយក៏ខ្លួនឯងល្អតែម្ដង